ខ្ញុំសូមផ្ដាំទៅយុវតីចាចំណន់នេះឬក៏ជាចំណន់ក្រោយទេសូមឲ្យចាមានការខិតខំចាជាយាមរៀនសូត្រនៅក្នុងបណ្ដាខេត្តនៅជុំវិញប្រទេសកម្ពុជាពីតំបន់ជនបទរហូតដល់ទីក្រុងអាជីវកម្មជាច្រើនត្រូវបានបង្កើតឡើងនិងគ្រប់គ្រងដោយស្ត្រីសហគ្រិនស្រីទាំងនោះបានកំពុងប្រែក្លាយជំនាញដែលនៅក្នុងតំបន់ឲ្យទៅជាឱកាសឲ្យបង្កើតការងារដែលគ្រប់គ្រងនៅក្នុងគ្រួសារនិងផ្លាស់ប្ដូរសង្គមជួបជាមួយនឹងលោកស្រីបូលីណាដែលជាម្ចាស់អាជីវកម្មជោគជ័យមួយរូបលក់ត្បូងទទឹមកណ្ដៀងមកពីខេត្តបៃលិនខ្ញុំចាជាម្ចាស់ហាងត្បូងដែលលក់នៅទីរួមខេត្តបៃលិនហាងត្បូងរបស់នាងខ្ញុំគឺមានឈ្មោះចាតាយតេងហើយនឹងចាឈ្មោះ page ដែលសារខ្ញុំក៏មានលក់នៅតាមប្រព័ន្ធអនឡាញដែរគឺមានឈ្មោះសម្រាប់ត្បូងបៃលិននិង page មួយទៀតគឺមានឈ្មោះត្បូងកន្ទឹមកណ្ដៀងបៃលិនទី1ធ្វើឲ្យខ្ញុំមានអាជីពជាមុខរបរជាអ្នកលក់ត្បូងនេះគឺការឆ្លាញ់របស់នាងខ្ញុំចាហើយមួយទៀតគឺដំណតពីឪពុកម្ដាយមកចាដោយសារឪពុកម្ដាយរបស់នាងខ្ញុំគឺគាត់រស់ស៊ីទិញដូរលក់ត្បូងតាំងពីឆ្នាំ1996ទៅ97ចាបន្ទាប់មកទៀតគឺបងប្រុសរបស់នាងខ្ញុំដែលបច្ចុប្បន្ននេះគឺគាត់លក់ត្បូងនៅរាជធានីភ្នំពេញចាដោយសារបងប្អូនរបស់នាងខ្ញុំគឺគាត់សិតតែជាអ្នករស់ស៊ីទិញដូរនិងលក់ត្បូងទាំងអស់ចាទាំងអស់គឺមាន6នាក់បងចាសាបងនៅក្នុងហាងរបស់នាងខ្ញុំរាល់ថ្ងៃនេះគឺមានចាត្បូងចានៅក្នុងស្រុករបស់យើងក៏មានត្បូងដែលយើងនាំចូលពីក្រៅប្រទេសក៏មានតែសិតតែជាប្រភេទត្បូងធម្មជាតិទាំងអស់បងចាត្បូងដែលនៅក្នុងស្រុករបស់យើងដែលបងគាត់ពេញនិយមនៅការប្រើចាគឺត្បូងកន្ទឹមបៃលិននិងត្បូងកណ្ដៀងបៃលិនតែមានបងគាត់ចាការប្រើគាត់គ្រប់គ្រងការប្រើច្រើនដោយសារត្បូងកន្ទឹមបៃលិនហើយនិងត្បូងកណ្ដៀងបៃលិនចឹងជាប្រភេទត្បូងដែលចាសាច់ស្អាតចាសាច់កញ្ចក់កំហាប់សាច់របស់គាត់គឺសាច់ក្រមួនស្អាតហ្មងបងចាបងរាល់ថ្ងៃនេះនៅក្នុងហាងរបស់នាងខ្ញុំចាក៏មានលក់នៅចាទីតាំងផ្ទាល់ហើយនឹងលក់នៅតាមប្រព័ន្ធអនឡាញដែរដូចជាចានេះគឺខ្ញុំលក់នៅក្នុងហាងរបស់នាងខ្ញុំផ្ទាល់ក៏មានលក់នៅតាមប្រព័ន្ធអនឡាញដែរគឺក្នុងមួយសប្តាហ៍គឺខ្ញុំឡាយរយៈពេល2ថ្ងៃចាហើយបងដែលជាអតិថិជនដែលនៅតាមខេត្តចាមិនថានៅរាជធានីភ្នំពេញឬក៏នៅ25ខេត្តក្រុងទេគឺខ្ញុំអាចផ្ញើចាដាក់ជូនចាបងបានចាហើយពិសេសមួយទៀតបងដែលនៅក្រៅប្រទេសចាដែលក៏អាចទិញអីវ៉ាន់ចាពី page អូនបានដែរចាពីក្នុងហាងរបស់អូនបានដែរចាសម្រាប់ការផ្ញើអីវ៉ាន់គឺខ្ញុំមានផ្ញើទៅដល់ក្រៅប្រទេសដែរណាបងណាចាដូចជានៅអាមេរិកនៅកាណាដានៅ USA នៅអូស្ត្រាលីចាក៏បងអូនអាចផ្ញើអីវ៉ាន់ដាក់ទៅជូនបងដែលនៅក្រៅប្រទេសដែលបងចង់ចាអញ្ជើញប្រើប្រភេទត្បូងខ្មែរត្បូងធម្មជាតិរបស់យើងណាបងណាចាហើយក៏មានតម្លើងគ្រឿងដែរបងចាទីបងនេះចាសិតតែជាស្នាដៃជាងខាងបងទាំងអស់ចាតែតម្លើងចាមុខចំនួនការរកស៊ីសប្តាហ៍នេះគឺអ្វីដែលសំខាន់ជាងគេគឺខ្ញុំមានគ្រួសាររបស់នាងខ្ញុំដែលគាត់នៅជំរុញពីខាងក្រោយចាបាទជំរាបសួរបងខ្ញុំបាទឈ្មោះតាយតេងជាកន្លែងជីវកម្មច្នៃត្បូងនៅទីរួមខេត្តបៃលិនបងបាទនេះគឺជាត្បូងកណ្ដៀងបងត្បូងកណ្ដៀងដែលនៅយើងអត់ទាន់ច្នៃគឺមានរូបរាងបែបនេះបងរូបរាងបែបនេះបាទហើយនេះគឺជាត្បូងទទឹមបៃលិនបងត្បូងទទឹមបៃលិននេះអត់ទាន់ច្នៃដែរគឺមានរូបរាងបែបនេះដូចគ្នាបងយើងអត់ទាន់ធ្វើឲ្យទាំងអស់បាទនេះគឺជាក្របតូចសម្រាប់ដែលយើងច្នៃធ្វើជាខ្សែដៃឬមួយក៏ជាកវលឬមួយក៏ជាខ្សែកអីចឹងណាបងបាទចាពីពិសេសសូមអរគុណទៅមន្ទីរចាកិច្ចការនារីចាដែលជួយចារុញនិងលើកទឹកចិត្តចាមកឲ្យនាងខ្ញុំចាហើយនឹងជួយចារកអតិថិជនហើយនឹងចាការ share page របស់នាងខ្ញុំលោកស្រីមានជាសារខ្លីមួយផ្ដាំផ្ញើទៅកាន់សាធារណជនជាពិសេសសម្រាប់ស្ត្រីនិងយុវតីដើម្បីក្លាយទៅជាសហគ្រិនជោគជ័យមួយរូបគឺត្រូវផ្សារភ្ជាប់ជាមួយនឹងចំណេះដឹងជំនាញព្រមទាំងមានការសិក្សាស្រាវជ្រាវថ្មីជាប្រចាំដើម្បីអាចចូលទៅប្រើប្រាស់នៅក្នុងអាជីវកម្មផ្ទាល់តែម្ដងមិនតែប៉ុណ្ណោះគឺត្រូវការសិក្សាស្រាវជ្រាវតាក់ទងជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយ social media ឬក៏ការផ្សព្វផ្សាយទៅលើប្រព័ន្ធ digital ដើម្បីអាចដាក់លក់ទៅលើ online បានក្នុងការជំរុញនិងបង្កើនការលក់បន្ថែមទៀតក៏ដូចជាការកសាងនៅ branding សម្រាប់ម្ចាស់អាជីវកម្មដូចគ្នាផងដែរ